បន្តិចម្ដងជាពាក្យដែលខ្ញុំតែងតែនិយាយប្រាប់ខ្លួនឯងជីវិតបានផ្លាស់ប្ដូរទៅតាមពេលវេលាពីវត្តអារាមមកកាន់ទីកន្លែងមួយដែលថ្មីស្រឡាញ់ពីជីវិតដែលធ្លាប់តែស្ងប់ស្ងាត់មកជីវិតដែលពោរពេញទៅដោយសម្ពាធនិងទុក្ខកង្វល់នៅទីនេះមិនដូចជាស្រុកកំណើតរបស់ខ្ញុំនោះទេការក្រោកពីគេងមិនមែនសម្រាប់ការសមាធិឬក៏សូត្រធម៌នោះទេប៉ុន្តែជារឿងចាំបាច់សម្រាប់ការរស់នៅប្រចាំថ្ងៃរូបខ្ញុំជាមនុស្សសាមញ្ញម្នាក់កំពុងស្វែងរកមនុស្សថ្មីម្នាក់ក្នុងខ្លួនឯងនៅជីវិតថ្មីនេះទាំងរៀនទាំងធ្វើការនិងការពុះពៀផ្សេងនៅលើផ្លូវដែលគ្មាននរណាធានាថាជាសុវត្ថិភាពខ្ញុំមិនបានជិះទៅរកសុភមង្គលនោះទេប៉ុន្តែជិះទៅរកអនាគតដែលខ្ញុំមិនដឹងថានឹងទៅដល់ឬអត់នៅសាកលវិទ្យាល័យខ្ញុំកំពុងសិក្សាជំនាញ IT ជាជំនាញមួយដែលមិនមានអ្នកណាគេប្រកាសថានឹងអាចជួយខ្ញុំនៅថ្ងៃស្អែកបានហើយសូម្បីតែខ្លួនខ្ញុំផ្ទាល់ក៏ដូចគ្នាប៉ុន្តែខ្ញុំជឿលើវាដោយដែលខ្ញុំធ្លាប់ជឿទៅលើរឿងតូចៗដែលខ្ញុំបានឆ្លងកាត់ពីមុនមកទីកន្លែងដែលបានផ្ដល់នូវភាពកក់ក្ដៅឲ្យខ្ញុំកន្លងមកគឺវត្តជបរីជាទីកន្លែងដែលបង្រៀនឲ្យខ្ញុំដឹងថាការលំបាកមិនមែនជាឧបសគ្គនោះទេប៉ុន្តែវាគឺជាសាលាសម្រាប់ឲ្យយើងរៀនចេះរស់នៅពេលខ្លះខ្ញុំសង្កេតមើលមនុស្សនៅលើដងផ្លូវមើលរថយន្តចេញចូលដ៏មមាញឹកប្រៀបដូចជានឹងសម្ោចដែលងាយនឹងគ្រោះថ្នាក់បំផុតហើយនឹកថាចំណងប្រាក់អាចធ្វើឲ្យមនុស្សភ្លេចសន្តិភាពក្នុងចិត្តកន្លែងស្ងប់ស្ងាត់តែមួយជាគ្រឿងកម្ចាត់ការធុញថប់គឺការរចនារូបភាពការងារមួយតូចៗប៉ុន្តែជួយឲ្យចិត្តខ្ញុំត្រជាក់ម្ដងបន្តិចខ្ញុំបានបង្កើតនៅគេហទំព័រមួយមិនមែនដើម្បីបង្ហាញថាខ្ញុំចេះជាងគេនោះទេប៉ុន្តែដើម្បីចាប់ផ្ដើមពីអ្វីដែលតូចៗអ្វីមួយដែលខ្ញុំអាចនិយាយថាខ្ញុំអាចធ្វើវាបានខ្ញុំសូមអរគុណវត្តដែលធ្លាប់ផ្ដល់សេចក្តីស្ងប់ចិត្តដល់ខ្ញុំពីមុនមកអរគុណការលំបាកដែលបង្រៀនឲ្យខ្ញុំចេះក្លាហានអរគុណពេលវេលាដែលធ្វើឲ្យខ្ញុំចេះមើលឃើញតម្លៃនៃរឿងតូចៗនេះគឺជាជីវិតរបស់ខ្ញុំមិនល្អបំផុតក៏ពិតមែនប៉ុន្តែស្មោះត្រង់